វីដេអូនោះគឺខ្ញុំមកល្អបើកហាញពីភាពរ៉ោក្រាក់វេទនាកំឡុងពេលដែលខ្ញុំមករៀនសិក្សានៅប្រទេសវៀតណាមហ្នឹងប៉ុន្តែបើអ្នកចូលចិត្តស្ដាប់គេល្អនិយាយពីទុកលំបាកអីហ្នឹងទេនឹងអស់ម្លងទៅវាត្រូវទេតាសម័យមើលយើងធ្លាប់ជាសិស្សដែលថប់រៀនបកកែក្នុងថ្នាក់លោកគ្រូអ្នកគ្រូអីគាត់សើយើងហើយប៉ុន្តែដល់ពេលយើងមករៀនឆ្នាំភាសានៅវៀតណាមនេះយើងមកជាសិស្សបាតារាងយើងទៅធ្លាក់ដល់នរកហ្មងរៀនអត់តាន់គេពិបាកក្នុងការបញ្ចេញសម្លេងអារម្មណ៍បែបហ្នឹងគឺធ្លាក់មកលើខ្ញុំទាំងអស់ជួបមកហ្មងហើយអីកាន់តែអាក្រក់ហ្នឹងគឺការភ្នែកគេសម្លឹងមកយើងបែបប៊ូលីគឺថាម្នាក់ហ្នឹងងងមកមិនពិបាកតោងឡើងអីបែបហ្នឹងអញ្ចឹងណាពេលហ្នឹងគឺខ្ញុំមកទាំងអស់ហ្មងអារម្មណ៍បែបហ្នឹងចង់ទៅផ្ទះហើយប៉ុន្តែដោយសារតែគិតថាប៉ាម៉ាក់ខ្មាស់គេបើទៅវិញគឺថាបើខ្លួនឯងស៊ូមិនបានទៅមុខទៅមិនទៀតពេលឆ្នាំភាសាហ្នឹងមុខខ្ញុំបាច់មើលខ្មៅស្អាប់កញ៉េះញ៉ែយកហ្មងនិយាយទៅពិបាកទួយកខ្លួនឯងពេលហ្នឹងហ្មងពេលហ្នឹងខ្ញុំគិតអីដែលសំខាន់គឺរៀនភាសាឲ្យតាន់គេតែមែនពេលហ្នឹងគឺការខំប្រឹងប្រែងរបស់យើងវាធ្វើឲ្យយើងខកបំណងណាខ្ញុំទទួលបានស្រ័យតាំងពីខ្ញុំនៅកឹបម៉ូដដល់តូតញាទៀតទទួលបានកឹប6ដែលជាកឹបខ្ពស់ជាងគេក្នុងការប្រឡងឆ្នាំភាសាបញ្ចប់របស់ខ្ញុំហ្នឹងឯងនិយាយរឿងម្ហូបអាហារនៅឆ្នាំភាសាដល់គ្នាដឹងហើយគឺអត់ឆ្ងាញ់ទេឆាស្បៃឆ្ងាអីបែបញ៉ាំខ្ញុំទៅវាអត់ឆ្ងាញ់ទេប៉ុន្តែវាមិនមែនជាឧបសគ្គខ្លាំងសម្រាប់ខ្ញុំទេពេលហ្នឹងអីដែលឧបសគ្គខ្លាំងគឺការសង្កត់ទៅលើរៀនភាសាទេពីហ្នឹងយើងចូលដល់ជីវិតសាកលវិទ្យាល័យឬសុខច្បងនិយាយច្រើនមែនតើថាសាលាយើងពិបាកណាអូនឯងប្រឹងរៀនអីបែបហ្នឹងទៅយើងគ្រាន់តែស្ដាប់ទេបើអាកម្រិតពិបាករបស់សាលាគឺយើងអត់ដឹងថាប៉ុន្មានទេពេលហ្នឹងគិតថាអញតែប្រឹងរៀនទៅគឺវាអូខេហើយមែនលទ្ធផលចេញមកការពិតយើងនៅស្ទើរច្រើនណាស់ហើយអាការគិតយើងពីមុនក៏វាបដូរផ្លាស់ដែរឆ្នាំទី1វាបញ្ចប់ដោយការរោគរាដែរដោយសារយើងស្ដាប់ភាសាគេអត់ទាន់រៀនមួយពួកវៀតណាមអីចឹងណាប៉ុន្តែមានការ support ជួយបរៀនពីសិស្សច្បងឲ្យទៅវិញទៅរៀងបានរលូនជាងធម្មតាចូលមកដល់ឆ្នាំទី2គឺជាឆ្នាំដែលខ្ញុំរោគរាវេទនាជាងគេពួកអីពេលនោះខ្ញុំប្រឡូកច្រើនពេកខ្ញុំចូលបលិនធា2កន្លែងខាងតែមួយខាងសមាគមទៀតវាការងារវាក៏ច្រើនដែរទៅដល់ហើយខ្ញុំចាប់ផ្ដើមធ្វើការងារនៅកំឡុងហ្នឹងទៀតហើយដែលកាន់តែរោគរាហ្នឹងគឺខ្ញុំដង់គីចុះឈ្មោះរៀន24ក្រេឌីតសិតតែមុខវិជ្ជាបាទឲ្យទៀមទាឲ្យយើងហ្នឹងរៀនខ្លួនឯងឲ្យបានច្រើនទៅយើងអាចទាន់គេបានពេលហ្នឹងគឺជាពេលដែលចាប់ផ្ដើម stress បដាហើយរឿងរៀនការងារអីមកជន់លើគ្នាហើយងុំខ្លាំងបំផុតហ្នឹងមួយនឹងការងារ volunteer ដោះស្រាយបញ្ហាអីហ្នឹងខ្ញុំឆ្ងល់មែនទែនពេលហ្នឹងខ្ញុំឆ្ងល់មួយខ្លួនឯងហេតុអីខ្លួនឯងដល់ចំណុចហ្នឹងហើយត្រូវ deal អាបញ្ហាបែបហ្នឹងដោយរបៀបណាបញ្ហាខ្លះវាមិនសមទំនងជាបញ្ហាឲ្យយើងមកអង្គុយជជែកគ្នាដោះស្រាយហើយទាំងរយៈបានធ្វើអីសោះយកហ្មងខ្ញុំមានបញ្ហាក្នុងការកែងទៀតទៅដល់តាំងចប់បានការ motivate ពីបងខ្ញុំអីមកវិញទៅអត់អីទេយើងតាំងចិត្តស្ងប់ដោះស្រាយបញ្ហាមួយទៅប៉ុន្តែវាក៏វារបៀប leadership យើងមកវិញដែរបាន experience អីដែរអាហ្នឹង challenge ពីអាការធ្វើ volunteer មកវិញហ្នឹងគឺយើងអវល់មែនតើមួយរឿងការងារទៀតយើងនៅក្មេងខ្ចីមែនតើយើងអាច control time មិនថែមមិនឲ្យវាស៊ីមួយនឹងការរៀននិយាយទៅវា balance គ្នាពេលហ្នឹងអត់ចេះយកហ្មងចង់ថាយើងអត់ទាន់ subset prepare វាបានល្អប៉ុន្តែមែនម៉ែខ្ញុំបងសុភាអ្នកឈ្មោះឆ្កល់ហើយនៅ Beauty និង Labon Cambodia បងគាត់ support ពីក្រោយបរិញ្ញាការងារយើងតិចទៅយើងអាចសម្របខ្លួនទៅបានល្អប្រសើរជាងពេល3ខែដំបូងខ្ញុំអត់ដឹងថាម៉េចបងខ្ញុំគាត់មកមើលវីដេអូដល់ចំណុចហ្នឹងអត់ទេប៉ុន្តែខ្ញុំអរគុណគាត់ខ្លាំងមែនទែនដែលបងគាត់ផ្ដល់ឱកាសឲ្យយើងគាត់បរិញ្ញាការងារយើងច្រើនមែនទែនហើយពេលខ្ញុំចូលសម្ភារការងារអ្នកគ្នាដឹងបងគាត់បញ្ជាក់ខ្ញុំអីច្បាស់ជាងគេគាត់ថាយើងអាច control time បានអត់ខ្ញុំឆ្លើយមកគាត់ឡើងជឿជាក់យកហ្មងអត់អីបងខ្ញុំអាច control time បានទាំងដែលខ្លួនឯងពេលហ្នឹងលីលើនៅឡើយទេចូលមកដល់ជីវិតឆ្នាំទី3ពេលហ្នឹងខ្ញុំដកខ្លួនបានច្រើនពី volunteer យ៉ាត់សូវអវល់អីច្រើនណាប៉ុន្តែរឿងដែលហួសចិត្តជាងគេគឺខ្ញុំរៀនធ្លាក់មកមុខវិជ្ជាតាំងពីខ្ញុំចេះរៀនមកខ្ញុំមិនដែលរៀនធ្លាក់ទេដល់ពេលធ្លាក់មកមុខវិជ្ជាហ្នឹងមកវាធ្វើឲ្យខ្ញុំអូយអា feel នៅរូបប្រហែលលេនជាន់ហ្នឹងគឺមកកាន់ខ្ញុំទាំងអស់ហ្មងចេញស្លុតយកហ្មងយកដឹងថាពេលហ្នឹងដឹងធ្វើមិនអីមិនបានរៀនធ្លាក់អញ្ចឹងទៅកើតទេហើយខ្លាំងមែនតើខ្ញុំថាខ្ញុំដឹងថាខ្ញុំដោះស្រាយបញ្ហាហ្នឹងបែបណាទេឬក៏ខ្ញុំរៀនធ្វើមិនឲ្យបានជាប់មកវិញណាទៅនិយាយមួយបងខ្ញុំ motivate អ្នកផ្ទះអីថាអត់អីទេរៀនឡើងវិញទៅព្រោះពេលដឹងដំណឹងខ្ញុំធ្លាក់ហ្នឹងគឺខ្ញុំនៅខ្មែរតែបានពួកគាត់នៅសរោនៅរោនជុំវិញយើងទៅអូខេ back មកវៀតណាមវិញចុះឈ្មោះរៀនម្ដងទៀតហើយតាំងចិត្តរៀនហើយក៏វាបានជាប់ល្អតាមអីដែលយើងចង់រំពឹងបានដែរទៅចូលមកដល់ឆ្នាំទី4ក៏វាអត់មានបញ្ហាចោតអីច្រើនដែរពេលហ្នឹងវា stress បន្តិចដែររឿងរកជំនាញខ្ញុំអត់ដឹងថាខ្ញុំគួររកជំនាញបែបណាប៉ុន្តែឥឡូវអត់អីទេជំនាញក៏ខ្ញុំត្រូវបានរើសហើយ
បញ្ចប់ថាបញ្ញត្តិក៏ខ្ញុំបញ្ចប់ហើយអាហ្នឹងអីដែលចង់ថាបទពិសោធន៍ជីវិតនៅពេលដែលខ្ញុំរៀនបញ្ញត្តិរបស់ខ្ញុំនៅវៀតណាមហ្នឹងតែអូនក៏ខ្ញុំចង់ផ្ញើទៅសិស្សប្អូនម្នាក់ដែលគាត់ឆាត់មកសួរខ្ញុំដែរព្រោះអីគាត់និយាយថាឃើញជីវិតគេនៅក្នុង social media ដូចវារលូនអត់មានបញ្ហាអីទេទាំងដែលជីវិតយើងមើលទៅដូចវាសភាពអញ្ញាអញ្ចឹងប៉ុន្តែចង់ប្រាប់ថាជីវិតណាគេក៏មានបញ្ហាដែរខូចតាមម្នាក់ហ្នឹងគេជ្រើសរើសបែបណាបង្ហាញពីជ្រុងណានៃជីវិតរបស់គេទៅលើ social media ឬក៏បណ្ដាញសង្គមរបស់គេតែអញ្ចឹងហើយយើងបាច់ share ឬក៏មានការអន់ចិត្តអីទេអូនស៊ូបន្តទៀតបងក៏ស៊ូដែរឥឡូវហ្នឹង